កត្តាសំខាន់មួយទៀតគុណភាពសំណង់ឧបករណ៍ដែលដាក់នៅក្នុងផ្ទះហ្នឹងសិតតែជាគ្រឿងល្អៗទាំងអស់មួយទៀតនោះគឺលក្ខន្តិកៈក្នុងការបង់ប្រាក់បរិយាមេកុងឡែនគឺគាត់ផ្ដល់សិទ្ធិដល់អតិថិជនក្នុងការបត់បែនទៅលើការបង់ប្រាក់ជំរាបសួរអតិថិជនរបស់បរិយាមេកុងឡែនជាទីគោរពថ្ងៃនេះនាងខ្ញុំសូមចែករំលែកនៅវីដេអូបង្ហាញពីចំណាប់អារម្មណ៍របស់អតិថិជនដែលជាម្ចាស់ផ្ទះថ្មីនៅក្នុងគម្រោង Mekong City ចង់ដឹងថាតើអ្វីជាមូលហេតុសំខាន់ដែលធ្វើឲ្យពួកគាត់សម្រេចចិត្តជ្រើសរើសយកគេហដ្ឋានរបស់បរិយាមេកុងឡែនតោះទៅជួបពួកគាត់ទាំងអស់គ្នាជំរាបសួរបងអាចថ្លែងដល់ខ្លួនបងបន្តិចបានទេបងចាខ្ញុំឈ្មោះ David ជាបុគ្គលិកធនាគារខ្ញុំឈ្មោះគីមេងជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងចាហើយពួកខ្ញុំគឺជាម្ចាស់ផ្ទះនៅក្នុងបរិយាគម្រោង Mekong City តែកត្តាសំខាន់អ្វីខ្លះដែលធ្វើឲ្យបងសម្រេចចិត្តមុនពេលដែលបងទិញផ្ទះទៅមកសម្រាប់ខ្ញុំ2នាក់ហ្មងកត្តាសំខាន់ជាងគេមុនដែលខ្ញុំសម្រេចចិត្តទិញនៅ Mekong City នេះខ្ញុំមើលទៅលើទីតាំងហ្នឹងគឺស្ថិតនៅតាមផ្លូវ 6A ហ្នឹងខ្ញុំមើលទៅតាមការធ្វើដំណើរទៅតាមផ្លូវមួយហ្នឹងគឺវាអត់សូវស្ទះចរាចរណ៍ហើយកត្តាសំខាន់មួយទៀតគុណភាពសំណង់ហ្នឹងក៏ខ្ញុំបានចុះមក check មើលតាំងពីពេលដែលធ្វើដំបូងរហូតដល់ផ្ទះរួចរាល់អញ្ចឹងមានន័យថាគុណភាពសំណង់ឧបករណ៍ដែលដាក់នៅក្នុងផ្ទះហ្នឹងសិតតែជាគ្រឿងល្អៗទាំងអស់អាហ្នឹងអីដែលខ្ញុំសម្រេចចិត្តមុននឹងខ្ញុំចាប់ផ្ដើមមកជ្រើសយក Mekong City ចំពោះខ្ញុំវិញខ្ញុំគិតថាកត្តាដែលសំខាន់មួយទៀតនោះគឺលក្ខន្តិកៈក្នុងការបង់ប្រាក់បរិយាមេកុងឡែនគឺគាត់ផ្ដល់សិទ្ធិដល់អតិថិជនក្នុងការបត់បែនទៅលើការបង់ប្រាក់ចូលនៅដែរចា៎តែបងមានចំណាប់អារម្មណ៍រឿងដែរពេលដែលបងជិះមកដល់គម្រោង Mekong City ដំបូងសម្រាប់ខ្ញុំពេលដែលមកដល់ Mekong City ដំបូងហ្នឹងមើលទៅលើការគ្រប់គ្រងរបស់សន្តិសុខគាត់ម៉ត់ចត់ល្អគាត់រក្សាសុវត្ថិភាពឲ្យអ្នកដែលនៅរស់នៅក្នុង Mekong City ទាំងអស់អញ្ចឹងណាបងហើយមួយទៀតមានសួនច្បារធំទូលាយមាន playground ពេលតនេអាចហាត់ប្រាណអីរហូតទៅគឺវាខ្យល់ត្រជាក់ស្រួលហើយឥឡូវឮថាមានគម្រោងសួន5ហិកតាទៀតអញ្ចឹងខ្ញុំគិតថាអានោះវាកាន់តែល្អសម្រាប់អ្នកនៅក្នុងនេះគាត់អាចពេលណាហត់ពីការងារទៅលំហែនៅកន្លែងសួនដែលរៀបចំធ្វើថ្មីហ្នឹងពេលដែលមកគឺឃើញត្រង់ចំណុចហ្នឹងវាល្អតែបងមានអារម្មណ៍យ៉ាងណាដែរពេលដែលបងទទួលសារចូលនៅគេហដ្ឋានរបស់បងដំបូងមានអារម្មណ៍ថាយើងបានបំពេញក្តីសម័យរបស់ខ្លួនឯងដែលសារតានេះគឺជាផ្ទះដំបូងរបស់ពួកខ្ញុំអញ្ចឹងមានអារម្មណ៍ថារំភើបហើយសប្បាយរីករាយទី1យើងបានមកដល់កន្លែងដែលយើងចង់បានទៅតាមគុណភាពផ្ទះអីចឹងណាបងពេលបានសោចូលទៅយើងឃើញរូបភាពខាងក្នុងផ្ទះវាស្អាតវាអីចឹងយើងមានអារម្មណ៍ថាសប្បាយចិត្តថាចង់រស់នៅក្នុងហ្នឹងហ្មងតែកត្តាអ្វីដែលធ្វើឲ្យបងជ្រើសរើសជាប្រភេទវិឡាកូនកាត់មានរបងនៅក្នុងបរិយាមេកុងឡែនចំពោះខ្ញុំក្នុងការជ្រើសយកផ្ទះវិឡាកូនកាត់មានរបងនៅក្នុងបរិយាមេកុងឡែនទី1គឺដោយសារតែឯកជនភាពមានហាកមានរបងទៅវាមានបរិយាកាសធំទូលាយហើយសភាពក្នុងផ្ទះក៏វាធំងាយស្រួលយើងរស់នៅដែរបងអាចនិយាយបានថានៅពេលដែលយើងមានឯកជនភាពចឹងវាទូលាយចឹងងាយស្រួលក្នុងការដែលយើងនៅបែបជួបជុំគ្រួសារមានprivacy របស់យើងហើយវាមាន space ធំសម្រាប់ឲ្យយើងអាចដាក់ឡានអីចូលទៅខាងក្នុងអញ្ចឹងមានកឹបដបងអីចឹងទៅវាមើលទៅវា clean សម្រាប់យើងរស់នៅអញ្ចឹងណាបងបាទបើសិនមានបងប្អូនឬក៏មិត្តភ័ក្តិដែលគាត់ត្រូវការទិញគេហដ្ឋានអីតើបងមានអ្វីប្រាប់គ្នាទៅកាន់គាត់ដែរសម្រាប់ខ្ញុំបើសិនជាមានបងប្អូនឬក៏មិត្តភ័ក្តិដែលគាត់មានបំណងចង់ទិញផ្ទះសម្រាប់រស់នៅក៏ខ្ញុំ recommend ទៅលើបរិយាមេកុងឡែននៅក្នុងគម្រោង Mekong City ដែរដោយសារតែទី1គឺនៅនេះគឺមានជម្រើសប្រភេទផ្ទះច្រើនប្រភេទមិនតែមានតាមវិឡាកូនកាត់មានរបងឬក៏អត់របងហើយវាមានប្រភេទវិឡាច្រើននៅនេះហើយទី2ទីធ្លាក៏ធំទូលាយគុណភាពផ្ទះក៏ល្អហើយចំណុចសំខាន់នោះគឺលក្ខន្តិកៈក្នុងការបង់ក៏ងាយស្រួលសម្រាប់អតិថិជនដែរដូចខ្ញុំបានណែនាំទៅអ្នកធ្វើការនៅកន្លែងខ្ញុំប្រាប់គាត់ថាអាចមកមើលសិនបានដោយជាក់ស្ដែងអាទិត្យមុនគាត់មកមើលមែនគាត់ពេញចិត្តហើយគាត់ថាគាត់នឹងសិក្សាទៅលើមើលថាផ្ទះប្រភេទណាត្រូវជាមួយគាត់អញ្ចឹងខ្ញុំគិតថាអាចនឹងមិនយូរទេនឹងមានការណែនាំរបស់ខ្ញុំនឹងអាចតគ្នាព្រោះការដែលយើងនិយាយវាអត់អាចថាពិតដូចដែលគេគិតទេអញ្ចឹងឲ្យគាត់មកមើលផ្ទាល់មិនដឹងថាអាភាពជាក់ស្ដែងនៃខាងក្នុងបរិយាវាស្អាតពិតមែនហើយវាល្អដោយទស្សនិកជនបានស្ដាប់នៅការចែករំលែករបស់បងដែលជាម្ចាស់ផ្ទះប្រភេទវិឡាកូនកាត់មានរបងនៅក្នុងគម្រោង Mekong City រួចមកហើយយើងឃើញថាបរិយាមេកុងឡែនមិនត្រឹមតែផ្ដល់នូវជម្រកដ៏កក់ក្ដៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់នូវសំណង់ដ៏មានគុណភាពការបង់ប្រាក់ដែលមានភាពបត់បែននិងងាយស្រួលទៅតាមតម្រូវការរបស់អតិថិជនបរិយាកាសការរស់នៅដ៏ល្អប្រសើរនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត
សម្រាប់ព័ត៌មានបន្ថែមសូមលោកអ្នកអញ្ជើញមកទស្សនាផ្ទះគំរូពិតដោយផ្ទាល់ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ061 995 999 បូរីមេកុងឡែនផ្ដើមជីវិតរីករាយនិងជោគជ័យនៅទីនេះ